ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែទស្សនានៅវីដេអូដែលខ្ញុំបានបង្ហាត់បង្រៀននៅមន្តគាថាបុរាណដែលបុរាណលោកបានបន្សល់ទុកឲ្យជាកេរដំណែលទុកឲ្យកូនខ្មែរចំនួនក្រោយសិក្សារៀនសូត្រនៅមន្តវិជ្ជាទាំងឡាយដែលបុរាណបានបន្សល់ទុកជាស្នាដៃសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឃើញថាមន្តគាថាសុទ្ធតែមានប្រយោជន៍ក្នុងការហាត់ពុតលុតដំសិក្សារៀនសូត្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចាស់តែបាទយកមកបង្ហាត់បង្ហាញដើម្បីឲ្យពុកម៉ែបងប្អូនសិក្សារៀនសូត្រពុកម៉ែបងប្អូនណាកុំឲ្យពុកម៉ែបងប្អូនមានពេលវេលាហើយមិនព្រមសិក្សារៀនសូត្រទុកឲ្យនៅទំនេរអត្ថប្រយោជន៍ពុកម៉ែបងប្អូនហ្នឹងហើយរាល់មន្តគាថាដែលខ្ញុំបង្ហាត់បង្ហាញគឺមានវគ្គមានឃ្លាត្រឹមត្រូវពុកម៉ែបងប្អូនហ្នឹងហើយយកទៅសិក្សារៀនសូត្រតាមចំណេះជំនាញពុកម៉ែបងប្អូនទាំងអស់គ្នារៀងខ្លួនទៅតាមឧបនិស្ស័យដែលពុកម៉ែបងប្អូនមានដើម្បីជាតម្រូវការពេលណាដែលពុកម៉ែបងប្អូនទាំងអស់គ្នាមានអាសន្នអន់ក្រកើតឡើងត្រូវការមន្តគាថាទាំងអស់នោះមករំដោះគ្រោះនៅពេលមានអាសន្នពុកម៉ែបងប្អូនណាហ្នឹងហើយនេះគឺជាមន្តគាថាអញ្ជើញគ្រូមេទី2មន្តគាថានេះមុននឹងពុកម៉ែបងប្អូនសូត្រគឺពុកម៉ែបងប្អូនត្រូវតែសូត្រនមោពុទ្ធិយសទ្ធិងចំនួន3ចប់ផងប៉ុន្តែខ្ញុំមិនបានដាក់នៅក្នុងនឹងទេដោយសារនមោពុទ្ធិយសទ្ធិងគឺជាធម៌ដែលនាំមុខនៅធម៌ផ្សេងពុកម៉ែបងប្អូនមុននឹងហាត់រៀននៅមន្តគាថាផ្សេងអញ្ចឹងមន្តគាថានេះយើងសូត្រថាឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទធំមកជុំនៅឯខ្លួនខ្ញុំហងអ្នកមពតិកកៈខខៈចច្ឆៈអ៊ីស្វាសុនមោពុទ្ធិយយាងមកដូចបំណងហងឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទធំមកជុំនៅឯខ្លួនខ្ញុំហងអ្នកមពតិកកៈខខៈចច្ឆៈអ៊ីស្វាសុនមោពុទ្ធិយយាងមកដូចបំណងហងឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទធំមកជុំនៅឯខ្លួនខ្ញុំហងអ្នកមពតិកកៈខខៈចច្ឆៈអ៊ីស្វាសុនមោពុទ្ធិអ្នកមោពុទ្ធិយយាងមកដូចបំណងហងឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទធំមកជុំនៅឯខ្លួនខ្ញុំហងអ្នកមពតិកកៈខខៈចច្ឆៈអ៊ីស្វាសុនមោពុទ្ធិយយាងមកដូចបំណងហងឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទធំមកជុំនៅឯខ្លួនខ្ញុំហងអ្នកមពតិកកៈខខៈចច្ឆៈអ៊ីស្វាសុនមោពុទ្ធិយយាងមកដូចបំណងហងឧកាសៈខ្ញុំព្រះករុណាសូមអរតនីនិមន្តគុណព្រះគាថាស្ដេចយ័ន្តអក្សរាកវីទេពជាស្ដេចចងក្រងព្រះវេទគាថាអញ្ជើញគុណដូនតាព្រះអថន្ទ